nào sẵn chẳng nào tao dương miền database mà chưa hao giấy chân dương từ bậc cao model nhóm copy pi lục về lấy tao rồi thôi ca sale à về tất mang dương copy nè hai dương đồ đã tha master underscore nè chắc là master underscore nó cứ chỉ một class bảo viết đấy đó dương copy viết vô một đồ lại nè master underscore chẳng dương thôi ca hao table máu protect master TBL វាមាន ID អានេះ Master KX Master EN Note ប៉ុណ្ណឹងដូចគ្នាអត់មើលសិននេះប៉ុណ្ណឹងណាប៉ុណ្ណឹងដូចគ្នាអញ្ចឹងយើងងាយយើងធ្វើឲ្យលឿនអញ្ចឹងណាហើយយើងទៅណាទៀតយើងទៅ level នេះ level controller save as មួយទៀតមក copy ដូចគ្នាណាដាក់មក Master ទៅទេមក Master save នេះអញ្ចឹងយើងបាន Master ហ្នឹងហើយ level វានៅដែរណាយើងអត់ធ្វើបាក់គេទេណាគ្រាន់តែយើង copy វាអញ្ចឹងលឿនដាក់មកមកchờ ហើយនេះយើងដូរមកឲ្យហើយមិនណាអត់ដែរលេមកchờ model យើងមើលវាភ័ណ្ឌវាចេះវាសូអត់បើសូចេះអូខេត្រូវណាហើយអស់នេះចាំយើងដូរពេលយើងត្រូវនេះឧទាហរណ៍ LV LVL ចេះ LVL LVL ចេះយើងដូរមកchờណាមកchờមកchờនេះហក level នេះដូរដល់មកchờដែរណាអា list នេះយើងអត់ទាន់មានទេណាយើងអត់ទាន់មានអញ្ចឹងយើងមកដាក់មក list master ចាំហើយចាំយើងទៅសរសេររួមមិនមែនថានេះជាឧទាហរណ៍ថាមិនខ្ញុំសរសេរអញ្ចឹងហើយការហាវឬក៏ process នៃការដើររបស់វាអញ្ចឹងអត់ទេណាគ្រាន់តែដោយសារអញ្ចឹងដោយសារ master ហើយនិង level ហ្នឹងវាស្តៀងគ្នាយើងអាចធ្វើអញ្ចឹងបានដើម្បីចំណេញពេលវេលាឯងតើណាតែ process របស់វាយើងត្រូវធ្វើអីគេមុនយើងត្រូវទៅបង្កើតអឺ view ឲ្យហើយណា view list ឲ្យហើយ view អី view add ឲ្យហើយណា how table how អីហ្នឹងធម្មតាអញ្ចឹងមកហើយយើងត្រូវដាក់ left side ដែលយើងពេលដែលយើងចុចនេះពេលដែលយើងចុចនេះឲ្យហើយដែរមកណាអាហ្នឹងសិតតែ process របស់វាមិនមែនយើង process របស់វាធ្វើកាត់អញ្ចឹងទេណាអាកាត់នេះគឺជា process យើង copy paste ណាស្មើនឹងយើង copy paste ហើយនេះអញ្ចឹងអានេះយើង add ទៅហើយដែរមកណា complete អត់ add វាអត់មានអីទេអញ្ចឹងនេះយើងបង្កើត folder ឲ្យវាអត់ណាកើតមក new folder master នេះ master អញ្ចឹងអានេះយើងលេង level ទៀតហើយគឺ master ណា master អញ្ចឹងយើងទៅបង្កើត file list master នៅក្នុង folder master របស់យើងនេះ new .php .php ឯទៀតយើងមាន add master មួយទៀតដាក់មក add master .php add ហើយយ៉ាងម៉េចណានេះ add ហើយយ៉ាងមកអញ្ចឹងអានេះយើងមានអីគេកន្លែង add នេះយើងប្រើ add master ហើយកន្លែងនេះ add master មក add master ហើយអានេះក៏ចឹងដែរឈ្មោះ function របស់យើងឡើងនេះទៀតហើយយើងដូរវាមកអានេះគ្រាន់តែ process copy paste ឯណាឲ្យលឿនអញ្ចឹងយើង complete ដូរ left side វាណា left side ទៅណា left side របស់យើងគឺយើងដូរមកក្រុមវាថែមមកក្រុមទៀត
កន្លែងនេះយកពីនេះមកនេះមកគ្រប់វាចេះនេះមកគ្រប់វានេះ copy ណា level នេះទៅជាគេ master មកណា master ហើយ LVL នេះយើងទៅជា master ណា level LVL master អានេះប៉ុណ្ណឹងមកអូខេអញ្ចឹងយើងបាននេះយើងបាន master មួយទៀតហើយណា list master ដើរណា add master ដើរប៉ុន្តែយើងអត់ទាន់មាន form យើងអត់ទាន់មាន form វាឯងព្រោះ file របស់យើងទាំងអស់ហ្នឹងគឺទៅទេយើងអត់ទាន់បានដាក់អីឯងនេះណាអត់ទាន់បានដាក់អីឯងអញ្ចឹងយើង list យើងយកមកពីណាយើងខ្ជិលកាត់ណាយើងយកមកពី list level មកណា copy មកដូចតែយើង save as នោះអញ្ចឹងប៉ុន្តែយើងបង្កើតឈ្មោះហើយមិនបាច់នៅ save as ទេហ៎ add យកមកពីណាយកមកពី add level ដែរមកណាដាក់មក add master អញ្ចឹងមកអញ្ចឹង list នេះប្រកាសជាដើរហើយ list ដើរអត់ list ដើរបែប error ដោយសារអី master របស់យើងអត់មានប្រើមួយ level ទៀតទេអញ្ចឹងយើងទៅឃើញគេនេះ list master របស់យើងមើល master យើង index នេះមើលនេះយើង run master ទេនេះ master ណាអញ្ចឹងយើងត្រូវដូរឈ្មោះកញ្ចប់ array របស់យើងដែលយើងបោះមក list master នេះដូចគ្នានេះ copy វាមកយកមកដូរវានៅក្នុងនេះដូរតានឹងមួយមកហើយអានេះទាំងអស់មក select ទាំងអស់ចេះដូរមកលឿនដាក់មក list ដាក់តែ list ទេចេះតែយើងយល់ទេណាហើយដូរ field វាមក master kx master en ណាអស់នេះធម្មតាអានេះយើងអត់ទាន់មានទុកសិនហ្នឹងហើយយើងដូរអានេះផងនេះ master ណាហើយ copy path កតុយក្រោមនេះហ៎អានេះក្នុង level ឲ្យបានដូរដែរនេះអញ្ចឹងយើងមក refresh របស់យើងមកដើរធម្មតាប៉ុន្តែយើងអត់មាន data មែនទេ data យើងលុះត្រាតែយើងទៅ add សិនវា add master អញ្ចឹង add master យើងមិនតាន់បាន say action នៅវាផងហ្នឹងអញ្ចឹងយើងចូលទៅ add master របស់យើងណាចិត្តច្រឡំណាមើលច្បាស់ព្រោះវាដូចគ្នារៀងគ្នាច្រើនណាពេលយើង copy path អញ្ចឹងយើងត្រូវច្បាស់រឿងកែណាហ៎ level យើងដាក់មក master វិញមក master ណាអានេះaction នេះយើងអត់តន់ទៅ save មែនទេអញ្ចឹងយើងអាចដកសិនកុំមកច្រឡំ save ហ៎អានេះ tt level kh tt level kh នេះយើងដាក់ master វិញមក master kh នេះ master en អានេះ tt node ដូចគ្នាណាដូចគ្នាអញ្ចឹងប៉ុណ្ណឹងហើយយើងមាន tool វាប៉ុណ្ណឹងហើយយើងទៅ controller របស់យើងណាធ្វើការ save នេះ save master ណា save master ហើយអានេះ copy លើនេះមកប្រើមកណានេះណា complete ងាយទេប៉ុន្តែឲ្យ start រឿង copy នឹងដែរប្រយ័ត្នអានេះURL របស់យើងគឺ master នេះណា URL list អញ្ចឹង master ចាំតិចទៀតខ្ញុំសួរគ្នាយើងថាអានឹងមកពីណានឹងមកពីណីឡើយណានេះ master អានេះឈ្មោះ field របស់យើងឈ្មោះ field របស់យើងឈ្មោះ field នៅក្នុង database ហើយនេះឈ្មោះអឺ tool ឬក៏ input type របស់យើងណា input type របស់យើងនេះណា
ចឹងយើងអាច save បានអានេះតោះសាក save តិចមើល add marker ឧទាហរណ៍ខ្ញុំដាក់ថាភាសាខ្មែរទៅអើយគ្នាយើងចាំធ្វើជាក់ស្ដែងយើងធ្វើឲ្យត្រូវណាឲ្យត្រូវរឿងណាឧទាហរណ៍យើងធ្វើតាក់ទងមួយសាលាអីដាក់ឲ្យត្រូវហ្មងទៅណាមិនចឹងអូយើងអត់ទាន់បានហៅ action វាទៅក្នុង form ហ្នឹងអូខេតោះស្មើ base URL អឺ marker marker នេះអីគេឈ្មោះរបស់ controller យើងនេះ marker នេះណា marker slash function ឈ្មោះអីនេះ save marker copy មក save marker នេះតោះទៅ save ទៅទៀតអញ្ចឹង save marker base URL marker insert marker save marker អត់មកមិនចឹង marker marker នៅក្នុង model យើងហៅ model model marker មានទេតា marker tpl នៅតន់ចូលពាក់ព័ន្ធឲ្យមួយ note អា tool នេះត្រូវអត់មើលសិនមើលឈប់ចាំតិចមកនេះ en អូសង្ស័យមួយតាក់ទងមួយអត់ពាក់ព័ន្ធមួយអានេះទេអាយ៉ូតែយើងអត់ទាន់ check validation ទេណា check validation ឲ្យវាមួយទៀតមកអានេះណាយើងដាក់តានេះមួយណានេះ en ណានេះចាំយើងធ្វើជាក់ស្ដែងធ្វើchoស្អាតមកណាធ្វើchoត្រឹមត្រូវមកណាខ្ញុំគ្រាន់តែ sample ឲ្យយើងឲ្យយល់ពីរបៀបធ្វើវាណាហើយអាហ្នឹងយើងមានអីគេ list នេះហើយយើងអាច edit បានណាតែយើង edit យើងអត់ទាន់បានធ្វើអញ្ចឹងយើងចូលមក list ហ្នឹងមកនេះ list អឺ marker ហ្នឹងយើងដូរlạiនេះតែដើម្បីដូរនេះបានយើងត្រូវដឹងដែរថា edit ពេលចុច edit ហ្នឹងទៅបើក function មួយណាអញ្ចឹងយើងត្រូវមាន function ហ្នឹងនេះពេលមកបើក edit marker នេះ marker នេះណាបើក edit marker ណាហើយ edit marker របស់យើងគឺធ្វើការចាប់យក record ឬក៏ row ដែលយើងចង់ធ្វើការដូរហ្នឹងហើយណាដែលយើងធ្វើការផ្លាស់ប្ដូរហ្នឹងហើយឬក៏កែប្រែហ្នឹងហើយណាដូរវាមកហើយអឺអានេះខ្ញុំសុំដាក់ឲ្យហើយហ្មងខ្ជិលបកមកវិញណាយល់ហើយណាយល់ហេតុអីបាទខ្ញុំកែអញ្ចឹងណាមានអត់យល់សួរមកអាចសួរក្នុងវីដេអូក៏បានដែរមកយើងវីដេអូមានណាក្រៅពីយើងយកទៅមើលមែនណានេះ copy មក copy ផាសនេះមកនេះ marker ចឹងណាdelete នេះចឹងដែរខ្ញុំដូរដាក់ marker ឲ្យហ្មងទៅខ្ជិល
នេះយើងមានអត់យល់សួរហើយសួរក្នុងវីដេអូក៏បានអត់អីណាព្រោះវីដេអូយើងមិនមែនទៅរលុយអីណាត្រូវខ្លាចនិយាយណាកុំខ្លាចនិយាយតោះអញ្ចឹង edit បានយើងត្រូវមាន edit manager នេះណាដែលពេលដែលយើង point ឬក៏ពេលដែលយើង run មកគឺ run តាមរយៈហ្នឹងណាអញ្ចឹងយើងដាក់វាមកណានេះ edit manager តាមរយៈ ID ដដែលនេះតាមរយៈ ID ដដែលដូចគេដូចឯងអញ្ចឹងណាអានេះអញ្ចឹងដែរ manager នេះណា delete manager នេះដដែលដែរហើយយើងមកធ្វើការ create form មួយសម្រាប់ update ណា update manager ណា update manager .php ហើយយើងយកវាមកពីណាកុំទៅយកពី update level ទៀតទេយកពី add របស់យើងនេះមកណាយកពី add របស់យើងមកវាមានស្រាប់ណាវាដូចគ្នាច្រើនជាងហើយចាំយើងទៅថែមតែអឺ input type text របស់យើងមួយដែលសម្រាប់នេះយើងដាក់ hidden ឲ្យមកយល់ណាបាច់ខ្ញុំនៅ show ណាដាក់មក txt id ណា txt id ហើយយើងមានvalue វា value នេះដាច់ខាតត្រូវសរសេរថ្មីឡើងទៅកុំឲ្យបាក់ណាស្មើ marker marker នេះមកពីណាដុល្លារ marker នេះ marker នេះមកពីណាដឹងអត់ចាស់ដឹង marker មកពីណា marker id ណា marker នេះគឺមកពីអឺ controller របស់យើងនេះ edit នេះ edit នេះយើងមាន marker នេះ data marker find id ណាបានន័យថាយើងយកអានេះយកទៅ read ណាអា marker array ឈ្មោះវានេះណាតែយើង read នេះយើងអត់មាន for each for អីទេព្រោះដោយសារអី read តែ100ឯណាចង់ដាក់មកនេះគឺយើងមក how index វាមកហ្មងណាអត់ចាំបាច់ទៅsave for each read ចូលទេណា marker អានេះmarker kh ណាចុះដូច1អត់អី copy វាមកទៀតបានដឹងថាគ្នាយើងចេះតែ copy paste ដូចខ្ញុំទៅរៀនមួយគ្រូ copy paste តែមិនចេះ copy paste ណាតោះយើងមកសារ edit មកណា edit ខ្មែរនេះឧទាហរណ៍តែអីចុះតែ marker submit now posted អត់ដាក់ update ណាយើងអត់ដាក់ update វាទៅជា save ណាព្រោះហ្នឹងអាស្រ័យលើ action ហើយឈ្មោះដូចគ្នាវាមិនទាញយកមែនទេឲ្យច្បាស់ឡើយហ្នឹងយ៉ាត់លេងគ្រូខ្ញុំ insert ទៅលេងអើយ update ទៅជា insert យ៉ាត់នេះដើរណាអត់ delete delete យើងមានស្រាប់ហើយយើងកែមិញហើយ delete នេះ delete marker delete marker នេះ delete marker ណាសាកមក delete បានអញ្ចឹងយើង complete marker មួយទៀតហើយណា complete marker មួយទៀតហើយអញ្ចឹងយើងឆ្លងឆ្លើយគ្នាបន្តិចទៅសាកមើលថាគ្នាយើងអាច